បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើវីដេអូមួយតាក់ទងនឹងការរៀនសំបុកជូនពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនឆ្ងល់ថាបុកជាកម្មគេចាប់ម៉ូតគេរៀបមិនគេរៀបដាក់ពុំអញ្ចឹងពុកម៉ែបងប្អូនមានពុំមានម៉ូតទេរៀបចូលក្នុងពុំហ្នឹងទៅជាការស្រេចអត់មានអីបាក់ពុកម៉ែបងប្អូនបាទហើយមួយទៀតបើពុកម៉ែបងប្អូនចង់មានជំនាញផ្នែកសម្អាតសំបុកជាកម្មពុកម៉ែបងប្អូនអាចតំណងមកខាងយើងខ្ញុំបានយើងខ្ញុំមានបរិញ្ញាបាទមានបរិញ្ញាពុកម៉ែបងប្អូនមកចេះតាំងពីវគ្គសម្អាតវគ្គរើសរូមធំរូមតូចរើសជាកតិចល្អិតយកទៅមួយសេតមកអាចបើកអាជីវកម្មបានហ្មងពុកម៉ែបងប្អូនចង់ចេះជំនាញមួយនេះពុកម៉ែបងប្អូនអាចតំណងខាងយើងខ្ញុំបានយើងខ្ញុំមានបាត់សោតច្រើនឆ្នាំគឺជាង10ឆ្នាំហើយនៅពេលនេះនៅក្នុងការសម្អាតនេះបាទចុះពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចតំណងតាមរយៈលេខទូរស័ព្ទដែលក្នុងការងារដែលតាមនេះអញ្ចឹងខ្ញុំបរៀនពីរបៀបចាប់ម៉ូតបន្តិចចុះតើគេរៀបចាប់ម៉ូតបែបម៉េចបាទអញ្ចឹងគេរៀបនៃការចាប់ម៉ូតជាកម្មគឺបែបនេះពុកម៉ែបងប្អូនហ្នឹងរៀបទៅហើយយកមកដាក់ចូលពុំដូចអញ្ចឹងមកបែបនេះបាទយើងរៀបបែបហ្នឹងតលតែពេញពុំពុកម៉ែបងប្អូនរៀបចាប់រៀបរហូតអញ្ចឹងទៅតលតែពេញពុំរបស់យើងចាប់រៀបរហូតតលតែពេញពុំរៀបបែបហ្នឹងបងប្អូនយើងចាប់រៀបតដល់ពេញពុំទៅពេលយើងរៀបពេញពុំអស់ជាការស្ដាច់វាចេញម៉ូតមកគឺរៀងម៉ូតពុំបែបហ្នឹងចាអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍អីពុកម៉ែបងប្អូនអាចតំណមកខាងនេះអរគុណច្រើនបាយបាយ